ចូលមកដល់ជោគជតារិស័យឆ្នាំខាលក្នុងខែ6 2025តើនឹងជួបអ្វីខ្លះហើយទាំងអស់គឺ12ទិសយើងមិនអាចត្រូវទាំងអស់ទេគឺត្រូវខ្លះនិងមិនត្រូវខ្លះអាយុ17ឆ្នាំឡើងទៅភេទប្រុសភេទស្រីភេទទី3គឺនៅក្នុងនឹងទាំងអស់យើងមើលឃើញថាដួងកៅរបស់ឆ្នាំខាលចាគាត់ដូចជាឆាប់ឆាវឆាវឆាប់ប្រកាន់ឬក៏ឆាប់គេហៅថាប្រតិកម្មជាមួយនឹងពាក្យសម្ដីអ្នកដទៃឬក៏ប្រតិកម្មជាមួយនឹងបញ្ហាផ្សេងៗដែលជួបប្រទះហើយក៏ត្រូវតែរងាប់អារម្មណ៍បានល្អប្រសើរដែរអញ្ចឹងយើងមើលជាការមើលរួម10ថ្ងៃដំបូងយ៉ាងម៉េចដែរសូមឲ្យឃើញចេញ reverse មក judgment តែចេញ reverse បើសិនបែបនេះគឺមានន័យថាដូចជាយុត្តិធម៌ប៉ុន្តែដល់តែពេល reverse អញ្ចឹងទៅវាហាក់បីដូចជាអយុត្តិធម៌ចំពោះយើងនៅក្នុងស្ថានភាពហ្នឹងអញ្ចឹងទៅនៅ10ថ្ងៃដំបូងណាយើងអាចនឹងគិតលំអៀងតអ្នកដតីឬក៏អ្នកដតីហ្នឹងព្រោះយើងគិតថាគេលំអៀងដាក់យើងអញ្ចឹងទៅត្រូវការភាពច្បាស់លាស់ត្រូវការភាពល្អពិតប្រាកដដល់ឲ្យយើងអីចឹងណាហើយនៅក្នុងពាក់កណ្ដាលខែ6គឺឃើញថា Queen of Pentacles អញ្ចឹងវាអត់មានស្ថានភាពនឹងបញ្ហាមិនស្ថិរភាពអីទៀតទេតាក់ទងលុយកាក់វាអាចនឹងមានស្ថិរភាពវាអាចនឹងល្អប្រសើរវិញហើយចេញ The Wheel of Fortune ទៀតវាគឺជានិស្ស័យឬក៏អាចនិយាយថាជាលក្ខណៈថាព្រំលិខិតកំណត់អញ្ចឹងខ្ញុំមើលបញ្ជាក់មើលថាតើព្រំលិខិតកំណត់បែបម៉េចចង់និយាយថាម៉េចចង់និយាយថាព្រំលិខិតកំណត់ប្រសិនបើយើងអាចនៅជាមួយគ្នាយើងនឹងនៅជាមួយគ្នាបានតែប្រសិនជាព្រំលិខិតមិនអាចនឹងកំណត់ឲ្យយើងនៅជាមួយគ្នាទេយើងនឹងប្រកាសជាបែកគ្នាហ្នឹងអាហ្នឹងទៅតាមបុគ្គលទេណាព្រោះមានបុគ្គលខ្លះហាក់បីដូចជាមិននៅចុះសម្រុងគ្នាទេអាចថាក្នុងកន្លែងការងារឬក៏ក្នុងផ្ទះសប្បាយយើងឬក៏ដៃគូរបស់យើងអីចឹងណាអញ្ចឹងតម្រូវឲ្យយើងត្រូវតែចាក់ចែងតម្រូវឲ្យយើងត្រូវតែកាត់ចិត្តគឺបែបហ្នឹងបើមួយវិញទៀតគឺតាក់ទងទៅនឹងព្រំលិខិតកំណត់ឲ្យយើងនឹងចេញ The High Prices មានន័យថានឹងដឹងអំពីដំណោះស្រាយហ្នឹងហើយតែត្រូវធ្វើមិនអញ្ចឹងណាហ្នឹងហើយក្នុងការបែងចែកអីមួយដោយសារអីវាបែងចែកអត់ដាច់វានៅតែមិនទល់នៅតែសង្ស័យនៅតែมันមានភាពលំនឹងអីចឹងតែនៅចុងខែហើយនៅដើមខែ judgment ហ្នឹង reverse ហ្នឹងចង់បែបដំណើរទៅលើគេចា judgment ហ្នឹងអ្នកខ្លះគឺទទួលភាពលំអៀងអយុត្តិធម៌ឬក៏មិនសប្បាយចិត្តទៅលើសាច់ញាតិរបស់យើងអីចឹងទៅឬក៏ភាពលេចធ្លោរបស់យើងអីចឹងទៅឬក៏អយុត្តិធម៌ទៅលើមនុស្សដែលសម្លឹងមកមើលយើងណាបែបចឹងណាគេមើលមិនឃើញពីគុណសម្បត្តិរបស់យើងអីចឹងទៅអាបែបអញ្ចឹងអាចស្តៀងនឹង bully យើងដែរចឹងណារិះគន់ស្ថាបនាយើងតែរិះគន់ចាស់ដៃដែរចឹងណាធ្វើឲ្យយើងអត់សប្បាយចិត្តអីចឹងណាវាឈឺមកខ្ទូកអញ្ចឹងណាបែបអញ្ចឹងមុតណាសម្ដីមុតនៅដើមខែហ្នឹងយើងទទួលបានអញ្ចឹងក្នុងខែ6ចាពាក់កណ្ដាលខែឃើញថាអត់អីទេតតងទៅនឹងដំណឹងជីវិតរបស់យើងចាអញ្ចឹងចូលមកដល់លុយកាក់នៅលេខរៀងទី36គឺចូលចិត្តជួយគេមានទឹកចិត្តនឹងឯងបើមានបញ្ហាអាចនឹងមានអ្នកជួយជ្រោមជ្រែងយើងដែរហើយបើមិនចឹងទេយើងអាចនឹងមានចំណែកតិចតួចយកទៅធ្វើបន់ដាក់ទានចំពោះមនុស្សដែលអត់អីចឹងទៅឬក៏ធ្វើបន់ដាក់ទានជាមួយនឹងគាត់អារាមអីចឹងទៅណាចាដោយសារចេញរូបផ្កាឈូកមកយើងអាចនឹងទិញផ្កាឈូកអីយកមកដាក់ផ្ទះអីចឹងណាបែបចឹងហើយចូលមកដល់អ្នកក្បែរខ្លួននាំទុកនាំពិបាកនាំរឿងដាក់យើងអីចឹងទៅនេះចោតទៅចោតមកបន្ទោសទៅបន្ទោសមកក៏មានដែរអញ្ចឹងគឺមានសម្ពាធបន្ទុកអីដាក់ឲ្យយើងអីចឹងទៅចូលមកដល់សមាជិកក្នុងក្រុមគ្រួសារសមាជិកក្នុងក្រុមគ្រួសារមានន័យថាទាមទារឲ្យយើងកែខៃអញ្ចឹងណាទាមទារឲ្យយើងអភិវឌ្ឍខ្លួនឯងអញ្ចឹងទៅណាឬក៏ពួកគាត់ហ្នឹងត្រូវតម្រូវឲ្យពួកគាត់ទាំងអស់គ្នាហ្នឹងអភិវឌ្ឍខ្លួនឯងអញ្ចឹងទៅលើមុខជំនាញរៀងខ្លួនរបស់គាត់នៅក្នុងសមាជិកក្នុងគ្រួសាររបស់យើងអញ្ចឹងណាធ្វើឲ្យមានការរវើរៀងខ្លួនក៏ថាបានអាបែបធ្វើអីធ្វើទៅអញ្ចឹងណាអាបែបអញ្ចឹងរូបភាពហ្នឹងគឺអញ្ចឹងចាការកែខៃអីអញ្ចឹងទៅនៅក្នុងសមាជិកក្នុងក្រុមគ្រួសាររបស់យើងនឹងហាក់បីដូចថាអ្នកមួយចំនួនណាមិនទាំងអស់ទេណាកែកុនសម្ផស្សអីអញ្ចឹងទៅណាគាត់ទៅធ្វើមុខធ្វើមាត់អីអញ្ចឹងទៅឬក៏យើងអីជាដើមអីអញ្ចឹងទៅបែបអញ្ចឹងចូលមកដាក់ក្រោមអាវ៉ាតអាចនឹងមើលបំណាន់យើងអញ្ចឹងទៅនិយាយយើងពីក្រួយខ្នងអីចឹងទៅគិតអវិជ្ជមានចំពោះយើងអីចឹងទៅឬក៏យើងនឹងឯងមានអារម្មណ៍ចំពោះគាត់បែបហ្នឹងចូលមកដល់អ្វីដែលប្រឈមគឺមានការជិះចាំយើងហាក់បីដូចអត់សប្បាយចិត្ត
ស្នេហាដូច broken heart ចឹងណាតែវាមិនមែនចឹងទេគាត់ថាវាហាក់បីដូចជាចឹងខ្លះគឺហូរទឹកភ្នែកតែអ្នកមួយចំនួនតូចទេដូចជា20នាក់3នាក់នៅក្នុងនឹងចឹងណាចូលមកដល់អ្នកមានដៃគូនៅលេខរៀងទី100ចាអាចនឹងមានភាពលំអៀងទៅលើអ្វីមួយណាដែលវាអត់មានភាពស្មើគ្នាទៅវិញទៅមកចឹងទៅបើមិនចឹងទេឧទាហរណ៍ថាយើងមានការលំអៀងទៅលើក្រុមគ្រួសារម្ខាងជឿតែសាច់ញាតិអីចឹងណាឬអាចថាអ្នកមួយចំនួនទេតែមិនទាំងអស់ទេគឺមានចំនួនទៅលើលុយកាក់ជាមួយដៃគូដោយសារតែសាច់ញាតិអីចឹងទៅអាបែបចឹងរៀងខ្លួនណាឬក៏មានការអន់ចិត្តនិយាយខ្លីចូលមកដល់អ្នកនៅលីវរៀងទី55នៅមានស្នាមរបួសដែលកំពុងតែមានការដោះស្រាយព្យាបាលនៅឡើយណាកំពុងរងចាំការវិលត្រឡប់ពីគេក៏ថាបានhealing ឡើយទេចូលមកដល់សុខភាពលេខរៀងទី9គឺល្អទេបើអ្នកជំងឺអាចនឹងទទួលបានការមើលថែយ៉ាងល្អអាចជួបពេទ្យអាចពិគ្រោះជាមួយពេទ្យអីចឹងទៅហើយបើឈឺយើងនិយាយខ្លីថាជាវិញចឹងណាហើយក៏ត្រូវតែប្រយ័ត្នផ្នែកក្បាលជង្គង់ជើងនិងចង្កេះជាដើមហើយបើនិយាយជារួមគឺមានការជួបជុំមានការប្រជុំមានការជំនួបអីចឹងទៅកន្លែងការងារណាបើមិនចឹងទេយើងអាចនឹងមានកម្មវិធីអីនឹងក្នុងខែនឹងដែរយើងទៅចូលរួមអីចឹងទៅនិយាយជារួមណាចាតើតើមានការពិភាក្សាពីច្រើនទៅធ្វើឲ្យយើងនឹងអាចមានដំណោះស្រាយមានដំណឹងអីមានគំនិតច្នៃប្រឌិតបន្ថែមអីចឹងទៅចូលដល់អ្នកមានការងារធ្វើថាឯកជនឬក៏រដ្ឋទេមានរឿងឲ្យសម្រាប់ចិត្តកំពុងតែរីរែកអីចឹងទៅប្រយ័ត្នមានអ្នករួមការងារនឹងមានភាពច្នៃនឹងពេញចិត្តយើងអីចឹងទៅអាបែបថាច្នៃដូចខ្ញុំនិយាយតាំងពីដើមអាចមានអ្នកច្នៃណាអ្នកក្រៅអាវ៉ាតណាចាអ្នកក្រៅអាវ៉ាតឬក៏អ្នកបុគ្គលិករួមការងារយើងអីចឹងទៅតែមិនទាំងអស់ទេណាគ្រាន់តែយើងមានអារម្មណ៍ថាអត់សុបាយចិត្តនៅក្នុងពេលនេះអញ្ចឹងណាវាហត់ពេកអីពេកអញ្ចឹងណាឬអយុត្តិធម៌យើងខំធ្វើអីអញ្ចឹងទៅមេមើលអត់ឃើញអញ្ចឹងណាបែបអញ្ចឹងណាធ្វើចង់ឡាប់ហើយនឹងក៏នៅតែប្រាក់ខែដដែលអញ្ចឹងណាបែបអញ្ចឹងប្រយ័ត្នឈឺក្បាលផងដែរណាប្រយ័ត្នឈឺក្បាលឈឺភ្នែកអ្នកមានការងារធ្វើដឹងហើយចូលមកដល់ណាមិនទាន់មានការងារធ្វើអាចជាប់ហើយមានការងារធ្វើបានធ្វើអីអញ្ចឹងណាចូលមកដល់ business ក៏អាចទៅល្អប្រសើរដែរអីទេ business គឺមិនមានបញ្ហាហើយជាពិសេសអ្នកដែលលក់សัตว์លក់អីចឹងទៅលក់ចំណីសัตว์លក់អីចឹងទៅបែបគេហៅថាបើកហាងអុបទិកខាងបែបតាអញ្ចឹងណាចាក៏ប្រសើរដែរនៅក្នុងខែហ្នឹងសាឡនដូចគ្នាចូលមកដល់អ្វីដែលត្រូវដឹងត្រូវយល់ត្រូវឃើញក្នុងរូបភាពហ្នឹងគឺមានការអោបគ្នាមានថាយើងចង់ជួបមនុស្សដែលយើងចង់ជួបចង់សំណេះសំណាលចង់ពិភាក្សាបើអ្នកមួយចំនួនទេណាមិនទាំងអស់ទេណាតែខ្ញុំនិយាយបែបចាក់ដោតដែរអ្នកខ្លះគឺអាចនឹងមានមនុស្សពីរក្នុងពេលតែមួយក្នុងការដែលយើងត្រូវគិតអត់ដឹងថារើសមួយណាចោលមួយណីទេព្រោះសិតតែសំខាន់ដូចគ្នាអញ្ចឹងទៅនឹងក៏មានដែរចាពណ៌គឺមានអីគេពណ៌គឺមានតែពណ៌សាច់ការឈូកថ្នោតពណ៌ដីអញ្ចឹងទៅពណ៌ស្វាយឬក៏ត្រាវបែបអញ្ចឹងសំណាងគឺមានលេខ21 41 14អញ្ចឹងទៅ52 54 24 3លេខគឺមាន5 24 2 54ឬក៏452អញ្ចឹងទៅបើសិនជាមាននិស្ស័យក៏បានជួបលេខណាមួយអញ្ចឹងទៅហើយប្រយ័ត្នកដៃក៏អីប្រយ័ត្នខាសាប់តិចឬខាំមិនដែរចាហើយបើសិនជាបងប្អូនចូលចិត្តនៅវីដេអូរបស់អ្នកគ្រូកុំភ្លេចជួយ like subscribe share វីដេអូម្នាក់មួយផងឬ comment សិនមិត្តភក្តិយើងបានដឹងអំពីវីដេអូរបស់គ្រូម្នាក់មួយផងចាហើយបើសិនជាបងប្អូនចង់ទូទីផ្ទាល់ខ្លួននៅដងកៅរបស់ខ្លួនឯងណាគឺតាមរយៈ Telegram Messenger ជាដើមតាមរយៈលេខទូរស័ព្ទតាមខ្សែទេគឺមានតែ093 99 704នៅតាមវីដេអូគឺមើលតាមអនឡាញឲ្យមើលនៅផ្ទះទេហើយប្រសិទ្ធផលជ័យចំពោះឆ្នាំខាក្នុងខែ6ហ្នឹងឲ្យជួបតែរឿងល្អៗកុំឲ្យកម្មកុសអញ្ចឹងណាធ្វើការឲ្យទៅមុខល្អប្រសើរអញ្ចឹងទៅរលូនអញ្ចឹងទៅជោគជ័យអញ្ចឹងទៅមានលុយមានកាក់ប្រើប្រាស់គ្រប់គ្រាន់អញ្ចឹងទៅសុខភាពក្នុងការធ្វើដំណើរសុខភាពល្អទាំងអស់គ្នាអរគុណច្រើនជម្រាបលា